នេះគឺជារឿងមួយដែលខ្ញុំបានជួបផ្ទាល់នៅពេលដែលខ្ញុំទៅលេងខេត្តសៀមរាបម្នាក់ឯងខ្ញុំបានជួបរឿងមួយដែលធ្វើឲ្យខ្ញុំអត់សប្បាយចិត្តហើយចុងក្រោយខ្ញុំត្រូវចំណាយលុយដែលបានរំពឹងទុកហើយរឿងទាំងអស់នេះអត់គួរកើតឡើងមាននៅក្នុងតំបន់អង្គរទេពូថតនឹងយូរនៅអូខ្ញុំថតយូរណាស់ខ្ញុំថតតាំងពី2003នេះសួស្តីជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូ vlog part 1ដែលខ្ញុំបានទៅលេងខេត្តសៀមរាបហើយនេះគឺជាលើកទី1ដែលខ្ញុំបានទៅលេងប្រាសាទអង្គរវត្តតើខ្ញុំបានជួបរឿងអីខ្លះហើយដំណើរជីវិតរបស់ខ្ញុំមិនខ្លះពេលដែលខ្ញុំទៅខេត្តសៀមរាបតាមដានទាំងអស់គ្នាខ្ញុំបានទៅដល់ទឹកដីសៀមរាបនៅម៉ោង 5:30 នាទីហើយខ្ញុំបានជិះបាសាប់បានទៅកាន់កន្លែងដមដែលខ្ញុំគេងនៅម្ដុំ Pop Street នេះគឺជាលើកទី1ដែលខ្ញុំបានមកលេងខេត្តសៀមរាបហើយក៏ជាលើកទី1ដែលខ្ញុំបានមកលេងទឹកដីអង្គរវត្តផងដែរខ្ញុំបានមកលេងសៀមរាបដោយម្នាក់ឯងហើយការដើរលេងម្នាក់ឯងមិនមែនមានន័យថាឯកោទេគ្រាន់តែពេលខ្លះខ្ញុំចង់ឲ្យមានពេលវេលាសម្រាប់ខ្លួនឯងចង់ទៅទីណាដែលខ្ញុំចង់ទៅធ្វើអីដែលខ្ញុំចង់ធ្វើដោយមិនចាំបាច់រងចាំណាគេម្នាក់ដំណើរមួយនេះខ្ញុំបានសម្រេចចិត្តមកម្នាក់ឯងហើយក៏បានធ្វើឲ្យជួបបទពិសោធន៍ថ្មីឃើញកន្លែងថ្មីហើយបានជួបមនុស្សថ្មីតាមផ្លូវផងដែរអត់ទេបងគេទុកម៉ូតូចូលក្នុងហ្នឹងទុកម៉ូតូចូលនៅក្នុងតបោផងចុងគេនោះឥឡូវយើងដើរមកវិញដើរមកវិញបើយើងអត់ចង់ដើរទេជិះមកតែ5%ទេសួស្តីអ្នកនេះលើកទី1ឯងមកសៀមរាបហៅម្នាក់ឯងទៀតនៅនេះស្អាតហ៎នឹងតែគេហៅអីដែរនេះគម្រោងថាឲ្យពូម៉ាក់ជូនមកតែលើវាថាម៉ោង 12បាទខ្ញុំដើរបដាខ្ញុំសោយបដាហើយខ្ញុំសប្បាយចិត្តបដាព្រោះពេលហ្នឹងខ្ញុំគិតថាតិចខ្ញុំនឹងបានឃើញប្រាសាទតែខ្ញុំតែងតែលើឈ្មោះនិងមើលតាមរូបថតនៅក្នុងទូរស័ព្ទហើយខ្ញុំបានមកលេងផ្ទាល់អញ្ចឹងខ្ញុំដឹងថាខ្ញុំត្រូវធៀមចិត្តយ៉ាងម៉េចទេខ្ញុំមិនឃើញប្រាសាទកោតអត់ដែរមក It's my first time so right now I'm here សៀមរាបអត់ជឿនៅតាមផ្លូវពេលដែលខ្ញុំបានដើរទៅកាន់អង្គរហ្នឹងខ្ញុំបានឃើញប្រជាជនបងប្អូនប្រជាជនឬក៏ភ្ញៀវទេសចរដែលគាត់មកលេងខេត្តសៀមរាបហ្នឹងគាត់បានរត់ហើយអ្នកខ្លះទៀតគាត់បានជិះកង់ហាត់ប្រាណផឹកឡើងអញ្ចឹងណាពេលហ្នឹងខ្ញុំផ្លឹកខ្ញុំអត់ដឹងថាខ្ញុំគួរនិយាយពីណាទៅណាព្រោះដោយសារខ្ញុំអាឡ័យគយគុណមើលទេសភាពរបស់ប្រាសាទអង្គរវត្តខ្ញុំពិតជាមានមោទនភាពពេលនេះខ្ញុំកៀងខ្ញុំអត់ដឹងថានិយាយគួរនិយាយពីណាទៅណានិយាយទៅពេលឃើញទស្សនវិជ្ជាភាសាទាំងមូលប្រាំងភាសាអង្គរវត្តហ្នឹងខ្ញុំនិយាយអេអត់ចេញហ្មងខ្ញុំបានតែថា Oh my god Oh my god Oh my god ព្រោះសារយើងអត់នឹកស្មានថាប្រាសាទដែលយើងតែងតែរំពឹងថាស្អាតនៅក្នុងទូរស័ព្ទពេលយើងមកដល់ផ្ទាល់គឺស្អាតជាងនឹងទៀតគឺស្អាតច្រើនជាងនឹងទ្វេដងទស្សនភាពប្រាសាទយើងស្អាតអត់មានកន្លែងមានអារម្មណ៍ថា fresh ហើយសប្បាយចិត្តលើកទី1ដែលបានមកប្រាសាទអង្គរខ្ញុំដើរចូលក្នុងខ្ញុំមានអារម្មណ៍ប្លែកម្យ៉ាងទៀតព្រោះដោយសាររូបចម្លាក់មួយដែលបុព្វបុរសយើងបានដាប់ជាប់អញ្ចឹងប្រាសាទហ្នឹងគឺមានអារម្មណ៍ថាដូចមានវិញ្ញាណអញ្ចឹងហើយពេលហ្នឹងខ្ញុំមិនដឹងថាដើរពីណាទៅណាខ្ញុំចេះតែដើរមើលទៅតាមអីដែលខាងបងអាញាធរអប្សរាគាត់ដាក់ទិសឲ្យយើងដើរមើលអញ្ចឹងពេលហ្នឹងដើរប្រជ្រះទៀតខាងនេះតែខ្ញុំដើរមកមើលពីចម្លាក់ឃើញទាំងអស់គ្នារូបមួយមានអារម្មណ៍ថាទើបតែដាប់ជាប់ថ្មីអញ្ចឹងណាមានអារម្មណ៍ថាដូចមានវិញ្ញាណហើយពិតជាស្រស់ស្អាតមែនតើខ្ញុំអត់ expect ថានឹងស្អាតដល់ថ្នាក់ហ្នឹងឯងអូ
best view មក ហើយអីដែលខ្ញុំមានអារម្មណ៍ប្លែកមួយទៀតគឺមុខខ្ញុំឆ្ងល់មិនឆ្ងល់បែបម៉េចទេអ្នកនរគ្នាគឺខ្ញុំឆ្ងល់ថាបុព្វបុរសខ្មែរយើងបកកែគូម៉េះហេតុអីក៏ស្ថាបត្យកម្មសម័យបុរាណមានអារម្មណ៍ថាចម្លែកខ្លាំងមែនទែនហើយមានអារម្មណ៍ថាពិសេសសឹងតែនៅលើពិភពលោកហ្នឹងមិនមានប្រទេសណាដែលអាចប្រៀបដូចបុព្វបុរសខ្មែរយើងពីសម័យបុរាណទេមកដល់ចំណុចនេះផងដែរខ្ញុំសូមរៀបរាប់ជាមួយនឹងប្រវត្តិសង្ខេបរបស់ប្រាសាទអង្គរវត្តប្រាសាទអង្គរវត្តគឺជាសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យមួយរបស់កម្ពុជាដែលត្រូវបានកសាងឡើងនៅដើមសតវត្សទី12ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ដើមឡើយប្រាសាទនេះត្រូវបានកសាងឡើងដើម្បីសម្រាប់ឧទ្ទិសជូនដល់ព្រះវិស្ណុក្នុងសាសនាហិណ្ឌូក្រោយមកបានក្លាយជាទីសក្ការៈមួយក្នុងព្រះពុទ្ធសាសនាអង្គរវត្តមានភាពល្បីល្បាញដោយសារតែស្ថាបត្យកម្មដ៏អស្ចារ្យនៃចម្លាក់លម្អិតនៅតាមជញ្ជាំងនិងប៉មប្រាសាទដែលមានរូបរាងដូចផ្កាឈូកសពថ្ងៃអង្គរវត្តមិនត្រឹមតែជានិមិត្តរូបនៃអរិយធម៌ខ្មែរប៉ុណ្ណោះទេប៉ុន្តែជានិមិត្តរូបជាតិដែលមាននៅលើទង់ជាតិកម្ពុជាផងដែរ ដើរអត់សពទេភាសាធំពេក Look at this view ក៏ឃើញនៅក្នុងទង់ជាតិកន្លែងនេះប្រហែលជាគេទំតែធ្វើប៉ះឲ្យដូចមុនអានេះវាមានសំណឹកយូរដល់នេះគេទំធ្វើថ្មីអញ្ចឹងថ្មសាច់ថ្មខុសគ្នា I cannot explain about anything here ខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចមកនឹងឲ្យយល់រឿងគ្រប់យ៉ាងដែលនៅនឹងច្រើនប្រាសាទយើងស្អាតខ្លាំងសោកស្ដាយដែលអាយុ25-26ឆ្នាំបានមកលេងលើកទី1អូកន្លែងនេះគម្រោងធ្វើខឿនរបស់ខាងជប៉ុនគម្រោងអភិវឌ្ឍនិងជួសជុលខឿនបាកានប៉ែកឦសាននៃប្រាសាទអង្គរវត្តអូកូរ៉េ sorry so ហ្នឹងប្រហែលជាដើរទៅកើតដែរអញ្ចឹងយើងអាចថាហោច្រកផ្សេងមួយទៀតសម្រាប់ទៅមានរឿងជាច្រើនដែលខ្ញុំគិតថាអាចកំបាំងច្រើនទៅនឹងតែគាត់ថាអត់មានបកស្រាយចេញអូឆ្លាក់ប្រាសាទមួយផុសមកចេញមកស្អាតបង Look at that ស្អាតមែនទេកន្លែងនេះអាចថាស្លែនំអូហ្នឹងហើយកពូលទាំង5កពូលទី1ទី2ទី3ទី4ទី5សួស្ដីបងនៅលើមានផ្លូវឡើងឯងបងទៅឡើងខាងនោះវិញបងកើតឲ្យដើរខ្វែទៅដល់ដើរឡើងបាទអរគុណបងបាទស្ដីបងខ្ញុំអាចឡើងទៅលើបាទអរគុណ Look at that ឆ្ដាយចោតវាចោតច្រាចំនួនគេឡើងមួយតែបើវាចោតខ្លាំងជាងច្រាឡើយទេ How do you feel? Good. You? Good. Yeah, good also. Where are you from? Holland. Holland. You? I'm from Cambodia. Okay. But it's my first time that I come here. Oh, really? Yeah. 26 years old. Where? I never come. I stay at Phnom Penh. Okay. But it's my first time that I come to visit Angkor Wat Temple. Wow, it's worth it. Yeah, I think it's so amazing. Yeah. It's so big. The big temple. It is, yeah. Yeah. Around 5. Yeah. And then I Direct- take my backpack at my hotel and then I come here. Yeah, I rent the motor and come here. Did you get the sunlight? The first No, sunlight? Okay. no. Maybe tomorrow I will come here. Yeah, that's why I'm exhausted because. So you have to wake up you before- stay at capital also, right? In the At city. Siem Reap. Oh. just So next so to how the- many days that you stay in I'm Siem Reap? leaving tomorrow. Tomorrow? Enjoy. Well, Thank you. Have a good day. Have a good day.
មុនពេលដែលខ្ញុំបាននិយាយមួយគាត់ហ្នឹងខ្ញុំឃើញគាត់ពិតជាមនុស្សម្នាក់ដែលមានការស្មឹងស្មាតមែនតើខ្ញុំឃើញគាត់អង្គុយទល់មុខជាមួយនឹងកន្លែងដែលយើងសក្ការៈបូជាដូចជារូបពុទ្ធនៅលើកំពូលប្រាសាទអង្គរវត្តហ្នឹងខ្ញុំឃើញគាត់អង្គុយស្មឹងស្មាតម្នាក់ឯងចូល30នាទីហើយឃើញគាត់ដូចជាមានពាក់ថង់យាមរបស់ព្រះសង្ឃទៀតណាពេលហ្នឹងខ្ញុំចុះមកខ្ញុំក៏រកអ៊ីម្នាក់ទៀតហើយគាត់ថតអាហ្នឹងមុនពេលខ្ញុំចូលប្រាសាទខ្ញុំគិតថាឲ្យគាត់ថតឲ្យព្រោះដោយសារឃើញគាត់រៀង friendly មកខ្ញុំដែរដល់ពេលចុះមកក៏បានជួបពូហើយឲ្យពូថតឲ្យតែអីដែលខ្ញុំអត់ expect ពីពូគឺគាត់បានធ្វើរឿងមួយដែលខ្ញុំអត់សប្បាយចិត្តហើយខ្ញុំអត់ដឹងថាណាគេនៅក្នុងវីដេអូហ្នឹងដែលកំពុងមើលហ្នឹងជួបរឿងហ្នឹងដូចខ្ញុំដែរទេឬក៏មានតែខ្ញុំម្នាក់ អូលេបងដាក់ឡងកូនតូអូពីរពាន់ print មែនពូ print មួយស្លាក10000គូមាន20000គូមាន ខ្ញុំចង់ថត ថត print នេះ ថត print មិន ថតផ្ដាត់អីថតបានចូលទូរស័ព្ទ បបមួយណាល្អជាង ប៉ុន្តែបើគេថតបានចូលទូរស័ព្ទ ច្បាស់ជាង អត់ទេដូចគ្នាប៉ុន្តែគាត់ថាទូរស័ព្ទយើងយកទៅដាក់ក្នុងទូរស័ព្ទវាស្រួលអាហ្នឹងវាថោកទៀតប្រប៉ុសតែ2000ទេបាទហើយគេថតតាមប្លង់ឲ្យស្អាតជាងនាំទៅថត អត់អីខ្ញុំថតប្រហែលជា2 3ប្លង់តោះពូ ពី3ប្លង់ហ៎ បាទខ្ញុំអត់ អូនថតអី ខ្ញុំមិនញ៉ាប់ទៅផ្ទះទេ មកទៅថតប្លង់បនអាឡាយស្អាតមកប្លង់នោះស្អាត ជួយយកប្លង់នេះមួយបានទេពូប្លង់ នោះទៅនោះកពូ3ស្អាត បាទ មកតាមខ្ញុំដាក់ស្អាត ពូថតនឹងយូរនៅ អូខ្ញុំថតមកអូន ឥឡូវឲ្យពូថតពុកឲ្យ ចំណុចនេះហើយរឿងដែលខ្ញុំអត់សប្បាយចិត្តមួយពូថងថាពូគាត់បាននាំខ្ញុំទៅថតរូបគាត់ថាគាត់ថតខ្លួនឯងតែធៀបពិតគាត់បានយកខ្ញុំហ្នឹងឲ្យគេហ្នឹងដើម្បីគាត់ស៊ីបានកុំចុងអញ្ចឹងគាត់ថាម៉ាស៊ីនរបស់គាត់ហ្នឹងវាអត់សូវល្អអញ្ចឹងម៉ាស៊ីនគេល្អឲ្យគេថតឲ្យខ្ញុំព្រោះតែទទួលថតពីគាត់ហ្នឹងបានឲ្យខ្ញុំថតច្រើនប្លង់មែនតើប្រហែលជា20កន្លែងតាមដែលខ្ញុំចាំបានខ្ញុំគ្រាន់ស្ដាយថាពេលដែលខ្ញុំឲ្យលុយគាត់ហ្នឹងគឺអត់បានហើយអីដែលខ្ញុំអត់សប្បាយចិត្តគឺខ្ញុំអត់សប្បាយចិត្តពីពូគឺពេលហ្នឹងគាត់បានកាត់លុយឲ្យបងប្រុសដែលបានថតឲ្យខ្ញុំហ្នឹងគាត់បានដើរទៅនោមហើយពេលដែលគាត់ដើរទៅនោមហ្នឹងពូគាត់សួរខ្ញុំថាអស់ប្រហែលហូបខ្ញុំថាបងប្រុសគាត់ឲ្យខ្ញុំស្លេចហើយគាត់ថាស្លេចហ្នឹងបានប្រហែលហូបពេលដែលខ្ញុំស្លេចទៅគឺបាន35ហូបប៉ុន្តែហូបដែលយកបានសាច់ការដែលខ្ញុំស្រឡាញ់ពេញចិត្តហ្មងគឺបានតែ5 6ហូបទេក្រៅពីហ្នឹងគឺតែហូបខ្ញុំអត់ស្រឡាញ់ហើយខ្ញុំក៏ចង់លុបចេញពូថាមិនបាច់លុបចេញទេឥឡូវឲ្យគាត់តា60000បានហើយទាំងតែហូប35ហូបហ្នឹងអស់70000អញ្ចឹងមានន័យថាពេលហ្នឹងផងដែរមានន័យថាគាត់មិនបានឲ្យយើងស្រឡាច់ហូបទេមានន័យថាគាត់ចង់ឲ្យយើងថតប៉ុណ្ណាគឺគិតលុយប៉ុណ្ណឹងហ្មងពេលហ្នឹងខ្ញុំព្យាយាមនិយាយប្រាប់ពូដែរថាពូបងប្រុសគាត់ឲ្យខ្ញុំស្រឡាច់ហើយពូគាត់ថាមិនបាច់ស្រឡាច់ទេឲ្យតែ70000មកបានហើយពេលខ្ញុំតវ៉ាចុះឡើងទៅឡើងគាត់ថាសល់60000ហើយខ្ញុំសួរគាត់ថា40000បានអត់គាត់ថា50000ព្រោះតែថាគាត់នឹងត្រូវគប់ជេរឲ្យគេដែររបៀបថាយកភ្ញៀវហ្នឹងមកឲ្យបងហ្នឹងផងដែរពេលហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំអត់សប្បាយចិត្តមួយពូហ្មងហើយខ្ញុំក៏អត់ចង់និយាយជាមួយពូច្រើនដោយសារតែនៅទីហ្នឹងគឺជាទីសក្ការៈបូជាហើយគឺជាប្រាសាទខ្ញុំអត់ចង់ថាមកលេងប្រាសាទលើកដំបូងជួបរឿងមួយដែលអត់សប្បាយចិត្តអញ្ចឹងសារចុងក្រោយរបស់ខ្ញុំបើសិនជាបងប្អូនទៅលេងខេត្តសៀមរាបហើយទៅថតរូបហ្នឹងសូមមេត្តាព្យាយាមប្រាប់គាត់ឲ្យថងប្រាប់គាត់ឲ្យចំហើយបើសិនជាពូឃើញវីដេអូហ្នឹងសូមពូជួយកែតម្រូវអីដែលពូធ្វើដាក់មកលើខ្ញុំអញ្ចឹងមានន័យថាខ្ញុំអត់សប្បាយចិត្តពាក់ព័ន្ធជាមួយអីដែលពូធ្វើដាក់ខ្ញុំព្រោះដោយសារពូបាននិយាយជាមួយខ្ញុំច្បាស់ហើយខ្ញុំក៏មានវីដេអូតែពេលដែលខ្ញុំឲ្យលុយពូខ្ញុំអត់មានវីដេអូតែខ្ញុំមានពាក់ព័ន្ធមួយវិក័យប័ត្រដែលខ្ញុំបាញ់លុយជូនពូចឹងមានន័យថាពូបានឲ្យខ្ញុំថតរូបមួយស្លឹក2000តែពូថាឲ្យខ្ញុំមានសិទ្ធជ្រើសរើស
តែទៀតប៉ាត់ពូអត់បានឲ្យខ្ញុំជ្រើសរើសពូឲ្យខ្ញុំកាត់លុយទាំងអស់តែដែលហូបខ្លះខ្ញុំអត់បានយកជាការអូខេអ្នកនរគ្នាសូមមេត្តាប្រុងប្រយ័ត្នហើយសង្ឃឹមថាពូនឹងកែប្រែអត្តចរិតរបស់ពូអរគុណ